មានរឿងអ្វីទៀតហើយបងវាងស្ដាប់មើលនេះច្បាស់ជាមានមនុស្សកំពុងវាយទ្វារហើយខ្ញុំចាំបានថាលោកទូមិនមែនមានម្ដាយដែលមានជំងឺវង្វេងម្នាក់ទេខាងក្នុងនោះប្រហែលជាគាត់ហើយមែនទេខ្ញុំនឹងទូរស័ព្ទទៅបងទូគាត់ប្រកាសជាដឹងអាឡូស៊ីវលីវមានរឿងអ្វីបងទូម្ដាយបងនៅណាម្ដាយខ្ញុំគាត់នៅផ្ទះតើឆ្វេងកំពុងមើលថែគាត់នៅបងប្រកាសចិត្តទេប្រកាសពេលខ្ញុំចេញពីផ្ទះខ្ញុំបានផ្ដាំផ្ញើម្ដាយខ្ញុំផ្ទាល់មកថាមានរឿងអ្វីឲ្យទូរស័ព្ទមកខ្ញុំបើបងមិនអស់ចិត្តទេខ្ញុំនឹងឲ្យឆ្វេងទៅមើលអញ្ចឹងបងប្រញាប់សួរទៅបងខ្លាចទៅទៀងទាត់ទីតាំងឲ្យច្បាស់មិញនេះខ្ញុំមើលថាផ្ទះអ្នកនៅក្នុងហាងមានគេកំពុងតែគូសទ្វារស្រែកហៅឲ្យជួយផងដោះលែងខ្ញុំទៅអ្វីណារោគនេះស្អាតណាស់ស័ក្តិសមនឹងអ្នកណាមែនឬហេធ្វើអ្វីហ្នឹងខ្ញុំកំពុងរវល់យឺម៉ាក់នៅណាគាត់នៅផ្ទះទេគេផ្សាយក្នុងព័ត៌មានហើយខ្ញុំនឹងចូលមកដល់ឆាប់នេះអ្នកនឹងម៉ាក់ត្រូវប្រយ័ត្នខ្លួនផងម៉ាក់នៅផ្ទះតើតែអ្នកខំមកនេះគឺដើម្បីរឿងនេះមែនទេខ្ញុំទើបតែទទួលបានទូរស័ព្ទពីអ្នកជិតខាងឈ្មោះលីវគាត់និយាយថាដូចជាមានសូអ្វីម្យ៉ាងនៅក្នុងហាងយើងដូចជាមានគេកំពុងគូសទ្វារទូតាហើយឯងឈ្គួតទៅហើយហាងគុយទាវនៅក្បែរនេះចូលចិត្តដណ្ដើមភ្ញៀវពីយើងណាស់អាលីវនោះជាកូនចៅរបស់ហាងគេទេវាថាអ្វីក៏ឯងជឿដែរឬមិនមែនជឿមិនជឿនោះទេម៉ែនៅផ្ទះម្នាក់ឯងខ្ញុំបារម្ភខ្លាចមានរឿងបារម្ភរឿងអ្វីទៅម៉ែនៅផ្ទះសុខសប្បាយទេមុនចេញមកក្រៅខ្ញុំបានផ្ដាំគាត់ថាឲ្យនៅផ្ទះកុំទៅណាទ្វារក៏ខ្ញុំចាក់សោយ៉ាងចិត្តតើអាចមានរឿងអ្វីទៅបើអញ្ចឹងឯងឲ្យម៉ែលើកទូរស័ព្ទមកឲ្យខ្ញុំនិយាយជាមួយគាត់បន្តិចទើបខ្ញុំអស់បារម្ភខ្ញុំមិនមែនចិត្តមកដល់ទេខ្ញុំកំពុងទិញអីវ៉ាន់នៅខាងក្រៅឲ្យម៉ាក់លើកទូរស័ព្ទទៅឯងខំលើកអីវ៉ាន់ទៅមើលភ្លើងឲ្យច្បាស់បើកបរយឺតបានហើយឯងប្រញាប់ត្រឡប់ទៅវិញចុះដល់ផ្ទះហើយប្រាប់ផងដឹងហើយអាកាសធាតុអីក៏អាក្រក់ម្លេះកុំឲ្យខ្យល់បក់ស្លាកយីហោមុខខាងខ្ញុំបាត់ឲ្យសោះត្រឡប់ទៅមើលវិញទៅមិនក៏នៅតែគ្មានដំណឹងទៀតបើមិនបានការទេយើងចូលទៅបើកទ្វារផ្ទាល់តែម្ដងចូលទៅមើលទៅឯងចូលទៅដោយរបៀបណាទ្វារចាក់សក់អស់ហើយគាត់ទ្វារចូលទៅបើគេយកច្រឡំធ្វើម៉េចយ៉ាងម៉េចហើយបងដូបងខ្លាចថាដូចម្ដេចខ្លះខ្ញុំសួរហើយម៉ាក់ខ្ញុំនៅផ្ទះឆ្វេងនិយាយមិនខុសទេពិតមែនហើយតែបងដូខ្ញុំមានសម្លេងចេញពីខាងក្នុងពិតមែនចលណាយូនិយាយថាមុនចេញទៅក្រៅគាត់បានប្រាប់ម៉ាក់បានហើយម៉ាក់មិនបានចេញទៅណាទេឯងស្ដាប់សម្លេងនោះមើលតើមកពីបំពង់ទឹកជន់លើធ្លីឬក៏ខ្យល់បក់អ្វីមួយទើបពើសូថ្ងៃនេះមានព្យុះសម្លេងចម្លែកអ្វីក៏អាចកើតឡើងដែរក៏អាចទៅរួចដែរបានហើយអាលីវឯងមានចិត្តល្អណាស់ប្រញាប់ទៅរៀបចំរបស់របរក្នុងហាងឯងទៅព្យុះមកដល់ហើយកុំនៅខាងក្រៅយូរពេកសុវត្ថិភាពជាចម្បងបើអញ្ចឹងខ្ញុំទៅវិញហើយបងដូបងបើកបរដោយប្រុងប្រយ័ត្នផងសួរច្បាស់ការហើយត្រឡប់ទៅវិញទៅយ៉ាងម៉េចដែរគ្មានអ្នកណាមកសោះដាហើយហេតុអ្វីបានជាអ្នកមិនទាន់ត្រឡប់មកវិញជួយផងតើមានអ្នកណាម្នាក់អាចជឿខ្ញុំទេបងវាវាសំឡេងទៀតហើយខ្លាំងជាងមុនទៅទៀតខាងក្នុងនោះប្រកាសជាមានមនុស្សសំឡេងបែបនេះស្ដាប់ទៅមិនដូចសំឡេងបំពង់ទឹកទេខ្ញុំបានប្រាប់ហើយថាវាមិនមែនទេបំពង់ទឹកអីគឺមានមនុស្សនៅខាងក្នុងបងវាងយើងត្រូវតែបំបែកទ្វារនេះបើកទ្វារនេះចេញខ្ញុំធ្វើខ្លួនឯងបំបែកទ្វារនេះចោលទៅឯងឈួតហើយស៊ីវលីវឯងមើលសិនទៅថាវាជាផ្ទះរបស់នរណាទ្វារនេះហាងឆាខ្វៃត្រកូលទូហាងយើងទាំងពីរពីដើមមកមិនចុះសម្រុងគ្នារឿងដណ្ដើមភ្ញៀវឯងភ្លេចហើយកាលពីខែមុនដោយសារតែយើងបញ្ចុះតម្លៃម្ហូបនាងជាងយឺបានមកឈរនៅមុខខាងយើងប្រមាថអស់កន្លះម៉ោងនាងចង្អុលមុខអ្នកហើយថាពួកយើងបន្ថយគុណភាពហើយបញ្ចុះតម្លៃដោយចិត្តនេះអាក្រក់អ្នកភ្លេចហើយខ្ញុំនៅចាំបានបើអ្នកហ៊ានតែវាបំបែកទ្វារដៃរបស់គេពេលជាងយឺត្រឡប់មកវិញនាងមិនរុះរើហាងយើងចោលទេស្ត្រីម្នាក់នោះពេលជាគេមាត់នាងមុតដូចកាំបិតមិនដឹងជាបង្ខំឲ្យអ្នកសងថ្លៃទ្វារដៃនេះប៉ុន្មានទេអ្នកគ្រាន់តែជាអ្នកស៊ីឈ្នួលគេតើមានលុយសងគេដែរឬហាងកញ្ចាស់របស់អ្នកនោះបិទចោលទៅឲ្យហើយទៅអ្នកគ្រាន់តែជាអ្នកស៊ីឈ្នួលគេមានមុខអ្វីមកឈររញ៉ៃញ៉ៃនៅចំពោះខ្ញុំឯងដឹងចោះរឿងបញ្ចុះតម្លៃខ្ញុំមិនទាន់រកឯងដើម្បីគិតគូរតែខ្ញុំទុកមុខឲ្យឯងបែរជាគិតថាខ្លួនឯងជាមនុស្សសំខាន់មែនទេមិនអាចរងចាំបានទៀតទេបងវាងបំបែកទ្វារនេះចោលទៅរឿងខូចខាតខ្ញុំសងរឿងគេជេរខ្ញុំទទួលយកប្រសិនបើនាងនៅខាងក្នុងមែនយឺពេលតែ1នាទីគឺសុទ្ធតែជាជីវិតមនុស្សណា
ឯងពួកឯងមកធ្វើអ្វីនៅមុខហាងរបស់ខ្ញុំហេតុអ្វីបានជាប្រើកម្លាំងបាយបែបនេះខ្ញុំរុញឯងហើយមិនដែរពួកឯងវាជាចោរលួចឯងវាជាចោរឆ្លៀតពេលព្យុះមកបំបែកទ្វារផ្ទះរបស់ខ្ញុំរឿងកាលពីខែមុនខ្ញុំមិនទាន់បានគិតគូរជាមួយឯងថ្ងៃនេះឯងនៅហ៊ានមកប្លន់ដល់ផ្ទះទៀតហេប្លន់បងស្រីអ្នកយល់ច្រឡំហើយនៅក្នុងហាងបងមានគេសាច់ហើយរកជំនួយសង្គ្រោះជីវិតលោកថៅកែជាងគុំតាន់ឲ្យខឹងអីអាលីវាពិតជាបានឬមែនឯងក៏មិនមែនជាមនុស្សល្អដែរហាងគុយទាវពួកឯងគ្មានភ្ញៀវក៏មកបង្កបញ្ហានៅហាងខ្ញុំមែនទេបងស្រីខ្ញុំមិនបានគិតចង់លួចរបស់ក្នុងហាងបងទេមិញនេះខ្ញុំបានឬពិតមែនមានគេស្រែកហៅរកជំនួយនៅខាងក្នុងម្យ៉ាងទៀតក្នុងហាងបងមានមនុស្សចាស់តែវង្វេងវង្វាន់ម្នាក់បងភ្លេចហើយហេក្រែងលោជីគាត់ក៏ថាបានយកម៉ាក់ខ្ញុំមកនិយាយផ្ដេសផ្ដាសម៉ាក់ខ្ញុំនៅផ្ទះសុខសប្បាយធម្មតាទេមុនចេញមកខ្ញុំបានរៀបចំគាត់ដោយផ្ទាល់ដៃឈប់សិនអ្នកថាគេនៅក្នុងហាងមែនទេគេចេញមកដោយរបៀបណាខ្ញុំក៏មិនដឹងដែរប៉ុន្តែអ្នកបើកទ្វារមើលទៅគ្រាន់តែមើលមួយផ្លេតមិនខាតពេលអ្វីទេហេតុអ្វីខ្ញុំត្រូវស្ដាប់តាមអ្នកបើកទ្វារទៅបើគ្មានមនុស្សចាំអ្នកហៅប៉ូលីសមកចាប់ខ្ញុំចុះបានទេមិនហើយលោកគ្រាន់តែមើលមួយផ្លេតប៉ុណ្ណោះប្រមាថឲ្យសោះត្រូវតែប្រុងប្រយ័ត្នជានិច្ចបាននៅរឿងក្បាលទៀតមែនទេថ្ងៃនេះអញនឹងធ្វើឲ្យអញអស់សង្ឃឹមតែម្ដងមនុស្សទៅណាហើយញើសសូមមកមនុស្សមែនទេចុះមនុស្សទៅណាសំឡេងចេញពីក្នុងផ្ទះបាយទៅមើលនៅខាងនោះទៅរកឃើញទេមិនអាចទៅរួចទេមិញនេះខ្ញុំមើលច្បាស់ណាស់ថាសំឡេងគូទ្វារសំឡេងអ្វីសំឡេងគូទ្វារអីបកខ្លាំងណាស់ទ្វារក្រោយវាលងខ្យល់បក់ហើរសូរខ្លាំងមេឃឈើបោកនឹងទ្វារដែរតើមានរឿងអ្វីទៅមានអ្នកណានៅទីនេះទេឆ្លើយមកមនុស្សទៅណាអស់ហើយមនុស្សដែលអ្នកអើសូនោះទៅណាដែរណាបងថ្លៃសុំរងចាំបន្តិចសិនខ្ញុំទៅតែកុំមកធ្វើពុតជាមិនដឹងខែមុនហាងគុយទាវរបស់ពួកអ្នកបញ្ចុះតម្លៃដើម្បីធ្វើឲ្យមុខរបរផ្ទះខ្ញុំបាត់បង់ឥឡូវថែមទាំងចេះកុហកបោកប្រាស់ខ្ញុំទៀតអ្នកងីងពួកអ្នកគ្មានសិលធម៌សោះឡើយថៅកែជាងសុំនិយាយឲ្យមានសិលធម៌ខ្លះផងមកទៅចូលរក្សាសិលធម៌មកទៅខ្លះផងសិលធម៌មកអីបើអ្នកទាំងពីរចេះតែអ្នកទាំងពីរមានសិលធម៌មកក៏ដែរមិនមែនរឿងដែលអ្នកត្រូវនិយាយទេអ្នកទាំងពីរគឺជាបាក់ពួកតែមួយចេញទៅឲ្យអស់បើអ្នកទាំងពីរហ៊ានប៉ះទ្វារហាងខ្ញុំទៀតខ្ញុំនឹងហៅប៉ូលីសភ្លាមកុំរុញរឿងនេះអាចទៅរួចយ៉ាងម៉េចទៅមិញនេះខ្ញុំមើលច្បាស់ណាស់មានអ្នកណានៅទេឆ្លើយមកជាងយូម៉ាក់នៅទីនេះបងហួងតើគាត់អាចនឹងត្រូវគេឃុំឃាំងនៅទីណាដែរបើមិនដូច្នោះទេហេតុអ្វីយើងស្រែកហៅយូរហើយមិនមានអ្នកឆ្លើយតបចាស់ទុំប្រកាសជាត្រូវគេឃុំឃាំងនៅទីនោះយូរពេកហើយសន្លប់បាត់ស្មារតីទៅហើយបាននេះអ្វីសោះកុហកទៀតទៅកុហកបន្តទៀតទៅមើលប្រាប់ឲ្យដឹងចុះលីវស៊ីវឆឹងទោះថ្ងៃនេះអ្នកនិយាយអ្វីក៏ដោយខ្ញុំនឹងមិនជឿពាក្យអ្នកសូម្បីតែមួយម៉ាត់ឡើយចាងយូអ្នកស្ងាត់ស្ងៀមមិនមាត់ហើយត្រឡប់ទៅវិញតើវាបានការហើយឬនៅ